គ្រូកុសមៈចេះតែទៅហ្មងអាកូនក្មេងនោះមិនមែនអត់ចាំទេណាគឺវាថាវាអត់រវល់សួរឈ្មោះគ្រូឈ្មោះអីកន្លែងនេះអ្នកគ្រូកុសមៈញែកនឹងចែកឲ្យដាច់ខ្ញុំអត់ដឹងថាអ្នកគ្រូកុសមៈជាគ្រូបង្រៀនភាសាខ្មែរភាសាគណិតឬក៏គ្រូអីខ្ញុំអត់ដឹងទេតែកន្លែងនេះខ្ញុំចង់ប្រាប់អ្នកគ្រូចែកឲ្យច្បាស់ណាអ្នកគ្រូខ្ញុំធ្វើគ្រូហ្នឹងខ្ញុំអត់មានរំពឹងថានឹងចង់ឲ្យសិស្សចាំឈ្មោះឬក៏សិស្សដឹងគុណអីអត់ទេនិយាយតាមត្រង់កាលខ្ញុំនៅរៀនបឋមក៏ខ្ញុំភ្លេចឈ្មោះគ្រូដែរធម្មតាតែរៀនចប់ឡើងថ្នាក់ខ្ញុំភ្លេចគ្រូពេលខ្លះខ្ញុំអត់សួរខ្ញុំរៀនប្រហែលឆ្នាំ3ឆ្នាំខ្ញុំស្គាល់ឈ្មោះគ្រូមួយអត់និយាយទៅរៀនតែលេវលមួយគ្រូបងពួកអត់ចូលចិត្ត invite ជាការពិតណាក៏ដូចណាដែរតែច្រើនឆ្នាំទៅទុកចោលយូរទៅគឺភ្លេចឯងសូម្បីតែខ្ញុំចង់និយាយឈ្មោះពួកម៉ាក់ខ្ញុំនេះដែលដើរលេងមួយគ្នារាល់ថ្ងៃដែលនៅវិទ្យាល័យណាក៏ខ្ញុំភ្លេចដែរនិយាយពីភ្លេចហើយនឹងនិយាយមានអំនួតក្អេងក្អាងគិតថាខ្លួនឯងអស់ចាជោគជ័យបន្តិចបន្តួចគិតថាខ្លួនឯងអស់ចាសម្ដីមកគឺអស់ចាកូនក្មេងម្នាក់ហ្នឹងខ្ញុំអត់ស្គាល់គាត់ណាគេហើយក៏ខ្ញុំអត់នេះដែរប៉ុន្តែអ្នកគ្រូកុសមៈកន្លែងហ្នឹងក្អែកមួយជាក្អែក10ហើយអ្នកគ្រូវានិយាយថាវាអត់រវល់មួយគ្រូហើយបើវាអត់រវល់មួយគ្រូវាទៅរៀនវាចេះដែរអញ្ចឹងបានវាធ្លាក់ឬក៏វាបាននិទេសដេហ្នឹងដោយសារតែវាអត់រវល់មួយគ្រូវាគិតថាវាជាខ្លាំងជាងពពុទ្ធទៀតណាពពុទ្ធមានគ្រូបង្រៀនមុននឹងត្រាស់ដឹងដល់ពេលអាកូនក្មេងនេះវាថាវាទៅរៀនវាមិនដែលរវល់មួយគ្រូអត់ដែលរវល់មួយគ្រូហ្នឹងតើគេហៅថាទៅរៀនឬក៏អត់អូខេហ្នឹងហើយមកវាទៅរៀនយឺតរហូតដល់ពេលអញ្ចឹងទៅបានវាអត់ស្គាល់ឈ្មោះគ្រូជាទូទៅពេលរៀនគ្រូមុខវិជ្ជាឬក៏ថ្ងៃដំបូងជាទូទៅតែងតែប្រាប់តែខ្លួនឯងគ្រូឈ្មោះអញ្ចេះមុខវិជ្ជាបង្រៀនអញ្ចេះអញ្ចឹងណាអាកូនក្មេងហ្នឹងវាមានអំណួតអួតកេងក្អាងថាជោគជ័យរបស់វាគឺគ្រាន់បើដោយសារតែគេថាវាមិនទាំងស្គាល់ឈ្មោះគ្រូវាមិនរវល់ឈ្មោះគ្រូក៏វានៅតែវាត្រាស់ដឹងប្រឡងជាប់បាក់ដប់ណានិទេសដែរ